ជាបឋមសូមគោរពលោកគ្រូដែលសេចក្តីគោរពខ្ញុំបាទឈ្មោះសានសុខជាគ្រូសិស្សថ្នាក់ក2នឹងឡើងមកធ្វើបទបង្ហាញពាក់ព័ន្ធជាមួយមុខវិជ្ជាវិទ្យាតម្លៃការសិក្សាដែលប្រធានបទនៅក្នុងសប្តាហ៍នេះគឺពាក់ព័ន្ធជាមួយនឹងយន្តការបច្ចេកទេសនៃការអនុវត្តតេស្តស្តង់ដារបាទនៅក្នុងបទបង្ហាញនេះគឺខ្ញុំមានវេទិកា2ទី1សេចក្តីផ្ដើមនិងទី2គឺយើងនឹងធ្វើការស្វែងយល់អំពីទស្សនវិជ្ជាទូទៅនិងយន្តការនៃការអនុវត្តតេស្តបាទអញ្ចឹងនៅក្នុងសេចក្តីផ្ដើមនេះគឺយើងបានបង្ហាញអំពីការអនុវត្តតេស្តបាទការអនុវត្តតេស្តរវាងតម្លៃនៅសាលារៀននេះគឺជាផ្នែកមួយដែលសំខាន់ក្នុងការពង្រឹងនូវគុណភាពក៏ដូចជាការបណ្ដុះបណ្ដាលនៅចំណេះដឹងទូទៅសាធារណៈបាទក៏ដូចជាការឆ្លើយតបទៅនឹងជាកំណែទម្រង់មួយរបស់ក្រសួងអប់រំយុវជននិងកីឡាដើម្បីរួមចំណែកក្នុងការពង្រឹងនិងពង្រីកអភិវឌ្ឍគុណភាពនៃការអប់រំឲ្យមានការរីកចម្រើនក៏ដូចជាឆ្លើយតបទៅនឹងអ្វីដែលជាការពង្រឹងនៅប្រសិទ្ធភាពនៃការអនុវត្តនៅស្តង់ដារសាលារៀនគំរូមានន័យថាប្រែក្លាយឲ្យคล้ายទៅជាមានន័យថាគ្រឹះស្ថានបណ្ដុះបណ្ដាលសាធារណៈទូទៅទាំងអស់នោះឲ្យคล้ายទៅជាសាលារៀនគំរូមួយដែលស្របទៅនឹងអនុសាសន៍ដ៏ថ្លៃថ្លាដែលជាទិសដៅរបស់សម្ដេចបវរធិបតីក្នុងការប្រែក្លាយនៅគ្រឹះស្ថានបណ្ដុះបណ្ដាលសាធារណៈទាំងអស់នោះឲ្យคล้ายទៅជាសាលារៀនគំរូដែលសាលារៀនដែលមានຂະຫນាតត្រឹមត្រូវបាទក្នុងការបណ្ដុះបណ្ដាលចំណេះដឹងទៅដល់ធនធានមនុស្សរបស់យើងក៏ដូចជាសិស្សានុសិស្សឲ្យមានចំណេះដឹងកាន់តែទ្វេឡើងបាទជាមួយគ្នានេះគឺយើងឃើញថាដើម្បីឲ្យការអនុវត្តនៅតេស្តរង្វាយតម្លៃនៅកម្រិតសាលារៀននឹងបានហ្មត់ចត់និងត្រឹមត្រូវជាពិសេសធានាបាននូវគុណភាពក៏ដូចជាការអនុវត្តតេស្តរង្វាយតម្លៃលទ្ធផលសិក្សារបស់ថ្នាក់ជាតិក៏ដូចជាតំបន់គណៈគ្រប់គ្រងសាធារណៈទាំងអស់ហ្នឹងគាត់ត្រូវចាប់ផ្ដើមធ្វើពីណាគឺចាប់ពីកម្រិតប្រថមសិក្សារហូតដល់មធ្យមសិក្សាចំណេះដឹងទូទៅហើយការរៀបចំហ្នឹងគឺត្រូវតាមអនុវត្តទៅតាមយន្តការបច្ចេកទេសមានន័យថាធ្វើការអនុវត្តនៅនីតិវិធីនៃការរៀបចំហ្នឹងឲ្យមានប្រសិទ្ធភាពស្របទៅនឹងគោលការណ៍ទាំង4ដែរជាផ្នែកមួយនៃការប្រឡងថ្នាក់ជាតិរួមរបស់យើងគឺយើងមានការគោលការណ៍ទាំងនោះមានជាច្បាប់យុត្តិធម៌ណាតម្លាភាពនិងការនឹងលទ្ធផលដែលអាចទទួលយកបានអញ្ចឹងបានន័យថានៅក្នុងនីតិវិធីនៃការរៀបចំដំណើរការប្រឡងថ្នាក់ជាតិហ្នឹងគឺចាំបាច់ត្រូវមានគោលការណ៍ទាំង4ហ្នឹងបាទគឺទី1ច្បាប់ទី2យុត្តិធម៌ទី4ទី3លទ្ធភាពនិងទី4គឺលទ្ធផលដែលទទួលយកបានបាទហើយក្នុងនោះយើងនិយាយអំពីទស្សនវិជ្ជាទូទៅនៃការអនុវត្តតេស្តកម្រិតស្តង់ដារសាលារៀនអញ្ចឹងគឺជាដំបូងយើងចាប់ផ្ដើមធ្វើអីគឺការធ្វើការរៀបចំនៅវិញ្ញាសាលក្ខណៈស្តង់ដារមានន័យថាជាវិញ្ញាសារួមមួយដែលមានលក្ខណៈស្តង់ដារអាចដែលឆ្លើយតបទៅនឹងសមត្ថភាពរបស់សិស្សបាទទី2គឺការអនុវត្តនៅដំណើរការគ្រប់គ្រងតេស្តដោយលក្ខណៈស្តង់ដារមានន័យថាជាការអនុវត្តមួយដែលមានភាពត្រឹមត្រូវប្រកបទៅដោយលក្ខណៈរួមជាស្តង់ដារមួយរបស់ដំណើរការនៃការអនុវត្តតេស្តនោះបាទចំណុចមួយទៀតគឺយើងនិយាយអំពីការអនុវត្តតេស្តស្តង់ដារត្រូវបានបែងចែកជា3ផ្នែកសំខាន់ទី1គឺការអនុវត្តតេស្តស្តង់ដារប្រចាំខែបាទដែលយើងតែងតែធ្វើបាទទី2គឺតេស្តស្តង់ដារប្រចាំត្រីមាសមានន័យថាជាការប្រឡងឆមាសរបស់យើងនោះនិងទី3គឺតេស្តស្តង់ដារប្រចាំឆមាសបាទអញ្ចឹងយើងឃើញការអនុវត្តតេស្តស្តង់ដារហ្នឹងត្រូវបានអនុលោមទៅចែកចេញជា3ផ្នែកសំខាន់ហ្នឹងទី1យើងមានតេស្តស្តង់ដារប្រចាំខែទី2ស្តង់ដារប្រចាំត្រីមាសនិងទី3គឺប្រចាំឆមាសបាទចំពោះយន្តការនៃការអនុវត្តតេស្តនៅកម្រិតសាលារៀនហ្នឹងចែកចេញជា3ដំណាក់កាលធំទៀតទី1យើងនិយាយអំពីនីតិវិធីមុនពេលធ្វើតេស្តស្តង់ដារអញ្ចឹងយើងត្រូវគិតគូរថាមុនពេលធ្វើតេស្តស្តង់ដារហ្នឹងយើងត្រូវរៀបចំបែបណាបាទឲ្យដើម្បីឲ្យធានាបានថាតេស្តដែលវិញ្ញាសាឬក៏យើងធ្វើហ្នឹងគឺមានលក្ខណៈជាលក្ខណៈរួមមួយដែលឆ្លើយតបទៅនឹងចំណេះដឹងរបស់សិស្សគុណភាពនៃការបណ្ដុះបណ្ដាលកន្លងមកបាទទី2គឺនីតិវិធីកំឡុងពេលធ្វើតេស្តស្តង់ដារអញ្ចឹងនីតិវិធីកំឡុងពេលតេស្តស្តង់ដារនេះគឺគេត្រូវរៀបរាប់អំពីអ្វីដែលយើងត្រូវធ្វើនៅក្នុងកំឡុងពេលធ្វើតេស្តស្តង់ដារហ្នឹងរៀបចំអ្វីខ្លះត្រូវធ្វើអ្វីខ្លះហើយនឹងយើងស្វែងយល់អំពីអ្វីជាបញ្ហាប្រឈមក៏ដូចជាដំណោះស្រាយបាទមួយទៀតគឺនីតិវិធីក្រោយពេលធ្វើតេស្តស្តង់ដារអញ្ចឹងក្រោយពេលយើងធ្វើតេស្តស្តង់ដាររួចតើយើងនឹងសង្ឃឹមថាទទួលបានប្រមាណភាគរយក្រោយពេលដែលយើងធ្វើតេស្តហ្នឹងតើលទ្ធផលដែលយើងសង្ឃឹមទុកនោះវាឆ្លើយតបទៅនឹងអ្វីដែលយើងបានអនុវត្តអត់អានេះជាការរំពឹងទុកមួយបាទ
ចំពោះនីតិវិធីមុនពេលធ្វើតេស្តស្តង់ដាយើងមានដូចជាទី1គឺយើងមានការរៀបចំផែនការបាទនឹងការរៀបចំរបស់យើងមានន័យថាយើងរៀបចំផែនការមួយដោយច្បាស់លាស់នៅក្នុងការធ្វើតេស្តនោះទី2យើងធ្វើនៅកិច្ចការរដ្ឋបាលមុនពេលធ្វើតេស្តបាទអញ្ចឹងយើងត្រូវមានរៀបចំឯកសារអីខ្លះការងារអីខ្លះដែលបំរើឲ្យការធ្វើតេស្តហ្នឹងទី3គឺយើងប្រជុំនិងទំនាក់ទំនងការងារបាទអញ្ចឹងយើងប្រជុំទំនាក់ទំនងការងារនេះជាមួយលោកគ្រូអ្នកគ្រូក៏ដូចជាភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធជាមួយនឹងដំណើរការនៃការអប់រំបាទហើយនីតិវិធីនៅក្នុងកំឡុងពេលធ្វើតេស្តស្តង់ដានោះយើងមានដូចជាទី1យើងប្រជុំខ្លីបាទប្រជុំខ្លីដើម្បីអីគឺប្រជុំដើម្បីបង្ហាញផ្ដល់ព័ត៌មានបាទបង្ហាញនៅមុនពេលយើងធ្វើការតេស្តចាប់ផ្ដើមទី2យើងបកគោសម្ភារៈផ្សេងហ្នឹងទៅដល់អនុរិយមានន័យថាមុនពេលដែលយើងចាប់ដំណើរការធ្វើតេស្តហ្នឹងយើងចាប់ដើមបកគោសម្ភារៈដូចជា Word ឬក៏ក្រដាសស្លឹកកិច្ចការហ្នឹងដល់អនុរិយដើម្បីទុកឲ្យបេក្ខជនគាត់ធ្វើការបាទមួយទៀតយើងធ្វើការពិនិត្យឡើងវិញនៅបន្ទប់ធ្វើតេស្តតើបន្ទប់ហ្នឹងមានឈ្មោះឬក៏មានលេខត្រឹមត្រូវហើយឬនៅបាទមួយទៀតគឺការអានបទបញ្ជាផ្ទៃក្នុងនៃការធ្វើតេស្តណាការផ្ដល់វិញ្ញាសាតេស្តដល់បេក្ខជនការឲ្យបេក្ខជនបំពេញព័ត៌មានផ្សេងណានៅក្នុងស្លឹកកិច្ចការហ្នឹងបាទឧទាហរណ៍បំពេញអំពីឈ្មោះអំពីថ្ងៃឆ្នាំកំណើតអំពីអាយុឬក៏ថ្នាក់រៀនឬក៏មណ្ឌលនៃការប្រឡងធ្វើតេស្តហ្នឹងជាដើមមួយទៀតគឺការកត់ត្រាអំពីម៉ោងចាប់ផ្ដើមនិងម៉ោងបញ្ចប់មានន័យថានៅក្នុងដំណើរការតេស្តហ្នឹងគឺយើងចាប់ផ្ដើមនៅពេលណាហើយបញ្ចប់ទៅវិញនៅពេលណាអញ្ចឹងគឺយើងត្រូវមានការកត់ត្រាអំពីពេលវេលាហ្នឹងឲ្យបានច្បាស់លាស់បាទចំពោះការគ្រប់គ្រងទៅលើដំណើរការតេស្តហ្នឹងឲ្យបានតឹងរ៉ឹងមានន័យថាយើងគ្រប់គ្រងទៅលើពេលកំឡុងពេលនៃការអនុវត្តតេស្តហ្នឹងគឺធានាបាននៅយុត្តិធម៌តម្លាភាពមានន័យថាអត់មានការប្រាប់ឬក៏មានប្រយ៉ងចូលឬក៏លួចមើលលួចចម្លងគ្នាទេបាទមួយទៀតយើងស្រង់វត្តមានបេក្ខជននៅរៀងរាល់ម៉ោងដំណើរការអញ្ចឹងយើងដើម្បីបញ្ជាក់អំពីថាបេក្ខជននឹងបានមកចូលរួមការប្រឡងឬក៏ថាធ្វើតេស្តទេអាហ្នឹងគឺយើងមាននៅការចុះហត្ថលេខាមានន័យថាស្រង់នៅវត្តមានរបស់សិស្សហ្នឹងថាតើគាត់បានមកធ្វើទេឬអ្នកណាមកជំនួសគាត់អាហ្នឹងយើងត្រូវធ្វើឲ្យបានតាន់ពេលវេលាទីមួយទៀតនោះគឺការផ្ដល់សញ្ញាប្រាប់បេក្ខជនរៀងរាល់ពេលសល់15នាទីអញ្ចឹងរៀងរាល់ពេលដំណើរការនៃការប្រឡងជាទូទៅនៅក្រោយពេលដែលនៅសល់15នាទីទៀតនឹងដល់ម៉ោងនៃការបញ្ចប់ជាទូទៅគឺការវាយជួងដើម្បីផ្ដល់សញ្ញាប្រាប់ទៅដល់បេក្ខជនថានៅសល់15នាទីទៀតគឺការប្រឡងត្រូវបានបញ្ចប់បាទទីចំណុចមួយទៀតគឺការប្រមូលស្លឹកកិច្ចការនិងប្រធានវិញ្ញាសាពីបេក្ខជនអញ្ចឹងសួរថាប្រមូលស្លឹកកិច្ចការដើម្បីអីអញ្ចឹងគឺស្លឹកកិច្ចការនេះគឺដើម្បីកែត្រៀមកែឲ្យបេក្ខជនមួយទៀតគឺប្រធានវិញ្ញាសាពីបេក្ខជនហ្នឹងគឺមានន័យថាអត់ឲ្យបេក្ខជនគាត់យកទៅខាងក្រៅទេជៀសវាងអីការយកទៅបង្ហោះឬក៏ធ្វើឲ្យបែកធ្លាយនៅវិញ្ញាសាអំពីការប្រឡងបាទមួយទៀតគឺទទួលនិងរក្សាទុកនៅស្លឹកកិច្ចការរបស់បេក្ខជននៅកន្លែងមានសុវត្ថិភាពមានន័យថារក្សាទុករាល់កិច្ចស្លឹកកិច្ចការដែលបេក្ខជនគាត់បានធ្វើហ្នឹងគឺរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាពមានន័យថាអត់មានការលួចដកឬក៏បំពេញបន្ថែមនៅស្លឹកកិច្ចការរបស់បេក្ខជនដែលជាវាងធ្វើឲ្យមានភាពមិនប្រក្រតីណាមួយនៅក្នុងដំណើរការនៃការប្រឡងនោះបាទអញ្ចឹងយើងនិយាយពីនីតិវិធីក្រោយពេលធ្វើតេស្តស្តង់ដារទី1យើងមានធ្វើការដំណើរការកំណែអញ្ចឹងនៅក្នុងដំណើរការកំណែនេះក៏យើងមាននៅការស្រង់និងបូកនៅពិន្ទុបាទហើយយើងមានការផ្សព្វផ្សាយអំពីលទ្ធផលនៃការធ្វើតេស្តចាយើងបានប្រើប្រាស់នៅលទ្ធផលហ្នឹងឆ្លោះប្រចាំងអំពីការអប់រំការបណ្ដុះបណ្ដាលមួយទៀតគណៈគ្រប់គ្រងសាលារៀនក៏ដូចជាគ្រូបង្រៀនដែលលោកជាអ្នកបង្ហាត់បង្ហាញជាអ្នកបង្រៀនផ្ទាល់បាទដែលទាំងអស់នេះហើយគឺជាផ្នែកមួយដែលឆ្លោះបញ្ចាំងអំពីនីតិវិធីនៃការរំវាយតម្លៃទៅលើការប្រឡងទាំងអស់នោះជាពិសេសគឺទៅលើការធ្វើតេស្តទៅដល់សិស្សដែលជាផ្នែកមួយនៅក្នុងគុណភាពនៃការអប់រំដែលដូចយើងបានដឹងហើយខាងដើមដែលជាគោលការណ៍ក៏ដូចជាប្រសាសន៍របស់សម្ដេចបវរធិបតីគឺធ្វើយ៉ាងណាឲ្យគ្រឹះស្ថាននៃការអប់រំរបស់យើងនឹងធ្វើការពង្រឹងនូវគុណភាពនិងប្រសិទ្ធភាពហ្នឹង
ឲ្យខ្លាយទៅជាសាលារៀនគំរូមួយដែលយើងហៅឈ្មោះថាជាសាលាស្តង់ដារមានន័យថាជាការបណ្ដុះបណ្ដាលរួមមួយដែលធានាបាននូវគុណភាពក៏ដូចជាប្រសិទ្ធភាពរបស់សិស្សនៅក្រៅពេលបញ្ចប់ការសិក្សាអញ្ចឹងបទបង្ហាញរបស់ខ្ញុំសូមបញ្ចប់ប៉ុណ្ណេះសូមអរគុណ